បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមកបន្តមេរៀនសន្ទនារបស់យើងមួយទៀតបាទគឺយើងចូលដល់មេរៀនទី98ហើយបាទហើយនេះគឺជាចំណងជើងនៃមេរៀនទី98របស់យើងបាទយើងអានថា English is fun ណាបាទ English is fun បាទមានន័យថាភាសាអង់គ្លេសគឺរីករាយណាបាទហើយនេះគឺជារូបភាពពាក់ព័ន្ធទៅនឹងការសន្ទនារបស់យើងថ្ងៃនេះបាទអញ្ចឹងកាលពីមេរៀនទី97មុននេះគឺម្ដាយរបស់ថមបាននិយាយថា Tell us about your journey មានន័យថារៀបរាប់ប្រាប់ពួកយើងផងអំពីដំណើរកម្សាន្តរបស់អ្នកអញ្ចឹងកាលនោះគឺទេវីគាត់និយាយថាគាត់នឹងរៀបរាប់ប្រាប់ទៅកាន់ម្ដាយរបស់ថមនឹងជាបទចម្រៀងណាអញ្ចឹងឥឡូវយើងបានចូលមកដល់ហើយគឺនៅក្នុងមេរៀននេះគឺទេវីនឹងរៀបរាប់ប្រាប់ក្រុមគ្រួសាររបស់ថមអំពីដំណើរកម្សាន្តរបស់ពួកគាត់ថាតើហេតុអ្វីបានជាគាត់មានដំណើរកម្សាន្តមកដល់ខេត្តរតនគិរីនេះណាបាទអញ្ចឹងយើងមុននឹងចូលស្ដាប់បទចម្រៀងរបស់គាត់គឺខ្ញុំសូមបង្ហាញពាក្យហើយនឹងឃ្លាសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាជាមុនសិនណាបាទហើយបន្តមកយើងនឹងស្ដាប់ការរៀបរាប់របស់គាត់ជាបទចម្រៀងតែម្ដងណាបាទអូខេអញ្ចឹងពាក្យហើយនឹងឃ្លាសំខាន់នៅក្នុងមេរៀនថ្ងៃនេះគឺយើងមានពាក្យថា event event គឺមានន័យថាព្រមទាំងណាបាទហើយយើងមានពាក្យថា happy happy គឺមានន័យថាសប្បាយរីករាយហើយយើងមានពាក្យថា dream យ៉ាងថា dream មានន័យថាសុបិនហើយយើងមានពាក្យថា true ណាtrue នឹងគឺមានន័យថាពិតណាហើយយើងក៏មានclear ថា thanks to thanks to នឹងគឺមានន័យថាអរគុណចំពោះណាមក clear នឹងគឺមានន័យថាអរគុណចំពោះណាthanks to ណាអញ្ចឹងនេះគឺជាពាក្យហើយនឹង clear សំខាន់នៅក្នុងមេរៀនរបស់យើងថ្ងៃនេះហើយបន្ទាប់ពីនេះគឺយើងចូលទៅមើលបទចម្រៀងរបស់ទេវីតែម្ដងនេះគឺជាខ្លឹមសារនៃបទចម្រៀងរបស់ទេវីដែលគាត់រៀបរាប់ប្រាប់ទៅកាន់ក្រុមគ្រួសាររបស់ថមអំពីដំណើរកម្សាន្តហ្នឹងណាអញ្ចឹងមុននឹងខ្ញុំបញ្យល់ទៅលើបទចម្រៀងមួយនេះបន្ថែមខ្ញុំសូមឲ្យបងប្អូនទាំងគ្នាធ្វើហាត់នៅក្នុងការស្ដាប់ជាមុនសិនណាឥឡូវយើងចូលស្ដាប់ទាំងគ្នាតែម្ដងWe are the team. Thro, Tom, Devi, Footy, happy to be here with Tom's family. We won the volleyball. We found the waterfall. Thanks to dolphins and parrots. And even the monkey. Because we worked together, our dreams have come true. With our friends, with me and you. English is fun. English is fun. English is fun. យ៉ាងម៉េចដែរបងប្អូនទាំងគ្នាសូមបងប្អូនទាំងគ្នាស្ដាប់ម្ដងទៀត We are the team. Thro, Tom, Devi, Footy, happy to be here with Tom's family. We won the volleyball. We found the waterfall. Thanks to dolphins and parrots. And even the monkey. Because we worked together, our dreams have come true. With our friends, with me and you. English is fun. English is fun. English is fun. អូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានស្ដាប់ចប់ហើយឥឡូវសូមបងប្អូនមកស្វែងយល់អំពីអត្ថន័យនៃបទចម្រៀងមួយនេះជាមួយខ្ញុំបងប្អូនគ្នាអញ្ចឹងដំបូងទេវីក៏ថា we are the team we are the team ហ្នឹងគឺមានន័យថាពួកយើងគឺជាក្រុមណា
ចឹងអ្នកនរគ្នាមាននៅចាំនេះកាលពីមេរៀនមុនហ្នឹងគឺបាទដែលក្រុមរបស់គាត់បាទត្រៀមខ្លួននៅក្នុងការប្រកួតកីឡាបាល់ទះហ្នឹងបាទក្រុមរបស់គាត់គឺមានបាទស្រស់មានថមទេវីហើយនិងវុធីណាបាទចឹងបាទ we are the team ហ្នឹងគឺមានថាពួកយើងគឺជាក្រុមណាបាទយើងមើលបន្តទៀតបាទចឹងគាត់ថា happy to be here with Tom's family ណាបាទ happy to be here with Tom's family គឺមានថារីករាយណាស់ដែលបាននៅទីនេះណាបាទ happy to be here បាទរីករាយណាស់ដែលបាននៅទីនេះជាមួយក្រុមគ្រួសាររបស់ Tom ណាបាទអញ្ចឹងយើងមើលមក clear ខាងក្រោមបន្តទៀតបាទគាត់ថា we won the volleyball ណាបាទ we won the volleyball គឺមានថាបាទពួកយើងបានឈ្នះកីឡាបាល់ទះណាបាទហើយគាត់បន្តថា we found the waterfall បាទ we found the waterfall បាទគឺមានថាពួកយើងបានរកឃើញទឹកជ្រោះណាបាទហើយបន្តទៀតគាត់ថា thanks to dolphins and parrots and even the monkey ណាបាទអញ្ចឹងមានន័យថាអរគុណចំពោះណាបាទ thanks to នឹងមានន័យថាអរគុណចំពោះបាទត្រី dolphin ហើយនឹងបាទសត្វសេកព្រមទាំងបាទសត្វស្វាផងដែរណាបាទអញ្ចឹងហេតុអីបានជាគាត់អរគុណបាទចំពោះត្រី dolphin បាទសត្វសេកបាទព្រមទាំងសត្វស្វានឹងផងដែរណាគឺដោយសារតែសត្វទាំង3នេះហើយដែលរួមចំណែកនៅក្នុងការធ្វើឲ្យក្តីសុបិនរបស់ពួកគាត់នឹងខ្លាចជាការពិតផងដែរណាបាទអញ្ចឹងបានគាត់ថា thanks to dolphins and parrots and even the monkey ណាបាទអញ្ចឹងយើងមើល clear មកខាងក្រោមបន្តទៀតគាត់ថា because we work together បាទ because we work together គឺមានថាពីព្រោះពួកយើងបានសហការគ្នាណាបាទ work together គឺមានថាបាទបានសហការគ្នាឬក៏ធ្វើការរួមគ្នាណាបាទចឹងគាត់ថាពីព្រោះពួកយើងបានសហការគ្នាហើយបាទមកក្រោមទៀតគាត់ថា our dreams have come true បាទ our dreams have come true មានថាសុបិនរបស់ពួកយើងណាបាទ dream សុបិនណាសុបិនរបស់ពួកយើងបានคล้ายជាការពិតណាបាទហើយមកក្រោមទៀតគាត់ថា with our friends with me and you ណាបាទគឺមានថាជាមួយមិត្តភ័ក្តិរបស់ពួកយើងជាមួយខ្ញុំហើយនឹងអ្នកណាបាទហើយបាទចុងក្រោយគាត់ថា English is fun បាទ English is fun English is fun ណាបាទគឺមានថាភាសាអង់គ្លេសគឺរីករាយណាអូខេអញ្ចឹងទាំងអស់នេះគឺជាខ្លឹមសារនៅក្នុងបទចម្រៀងដែលទេវីបានរៀបរាប់ប្រាប់ណាទៅកាន់បាទក្រុមគ្រួសាររបស់ថមណាបាទអំពីដំណើរកំសាន្តដែលពួកគាត់បានមកដល់ខេត្តរតនគិរីណាបាទអូខេអញ្ចឹងបាទមុននឹងបញ្ចប់មេរៀនខ្ញុំសូមឲ្យបងប្អូនទាំងគ្នាទៅមើលឡើងវិញថាតើយើងបានរៀនអ្វីខ្លះនៅថ្ងៃនេះណាបាទអូខេអញ្ចឹងអ្វីដែលបងប្អូនត្រូវចាំជាសំខាន់នៅក្នុងមេរៀនថ្ងៃនេះបាទគឺយើងមានរៀនពាក្យថា event ណាបាទ event គឺមានថាព្រមទាំងបាទហើយយើងបានរៀនពាក្យថា happy បាទមានន័យថាសប្បាយរីករាយហើយយើងបានរៀនពាក្យថា dream បាទគឺមានថាសុបិនហើយយើងបានរៀនពាក្យថា true បាទមានន័យថាពិតហើយយើងបានរៀន clear ថា thanks to បាទ thanks to នោះគឺមានថាអរគុណចំពោះណាអូខេអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយបាទប្រសិនបើបងប្អូនមានសំណួរឬក៏មានមតិយោបល់អ្វីបន្ថែមបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានការបង្រៀនភាសាអង់គ្លេសនៅលើ YouTube Channel BS English ខ្មែរសម្រាប់បងប្អូនដែលចង់ទទួលបានមេរៀនថ្មីៗទាក់ទងទៅនឹងពាក្យវេយ្យាករណ៍ការសន្ទនាការបកប្រែក៏ដូចជាមេរៀនភាសាអង់គ្លេសផ្សេងៗទៀតសូមបងប្អូនចុច Subscribe ហើយនឹងបើករូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា